ខ្ញុំសូមអាននៅព្រះគម្ពីរលោកុបាទចំពុក7 ខ 1 ទៅដល់ខ 24 ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅណូអេថាត្រូវឲ្យឯងនិងពួកគ្រួសារឯងចូលទាំងអស់ទៅក្នុងទូកពីព្រោះក្នុងពួកមនុស្សជាន់នេះអញឃើញមានតែឯងទេដែលសុចរិតនៅចំពោះអញឯកាងសត្វជើង4ដែលស្អាតនោះឯងត្រូវយក7 គូហើយសត្វជើង4ដែលមិនស្អាតនោះឯងត្រូវយកតែ1 គូវិញគឺទាំងឈ្មោលទាំងញីផងឯសត្វហើរលើអាកាសនោះឯងត្រូវយក7 គូដែរព្រមទាំងឈ្មោលទាំងញីដើម្បីទុកវាឲ្យរស់នៅគ្រប់លើផែនដីត្បិតនៅ7 ថ្ងៃទៀតអញនឹងបង្អុរភ្លៀងមកលើផែនដី40 ថ្ងៃ40 យប់ហើយអញនឹងលុបគ្រប់ទាំងជីវិតដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញនោះណូអេក៏ធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មកណូអេអាយុបាន600 ឆ្នាំក្នុងការដែលទឹកជន់ឡើងលិចផែនដីហើយណូអេព្រមទាំងប្រពន្ធកូននិងកូនប្រសារគាត់ក៏នាំគ្នាចូលទៅក្នុងទូកដោយព្រោះទឹកជន់ឯសត្វជើង4ទាំងស្អាតទាំងមិនស្អាតនិងសត្វស្លាបហើយសត្វលូនវានៅដីគ្រប់មុខក៏ចូល1 គូទាំងឈ្មោះទាំងញីទៅឯណូអេក្នុងទូកដូចជាព្រះទ្រង់បានបង្គាប់មកណូអេរួចដល់ផុតពី7 ថ្ងៃនោះមកជំនន់ក៏ឡើងលើផែនដីគឺនៅឆ្នាំ600ក្នុងអាយុណូអេក្នុងថ្ងៃ17 ខែទី2ថ្ងៃនោះឯងគ្រប់ទាំងរន្ធទឹកនៅទីជម្រៅធំក៏ធ្លាយហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញមានភ្លៀងធ្លាក់មកលើផែនដី40 ថ្ងៃ40 យប់គឺនៅថ្ងៃនោះឯងដែលណូអេសឹមហាំនិងយ៉ាផែតជាកូនគាត់ហើយប្រពន្ធណូអេនិងកូនប្រសារស្រីទាំង3បានចូលទៅក្នុងទូកទាំងអស់គ្នាទាំងខ្លួនគេហើយគ្រប់ទាំងសត្វព្រៃតាមពូជគ្រប់ទាំងសត្វស្រុកតាមពូជនិងអស់សត្វលូនវានៅដីតាមពូជហើយគ្រប់ទាំងសត្វហើរតាមពូជដែរគឺសត្វស្លាបគ្រប់មុខទាំងអស់ក៏នាំគ្នាចូលទាំងគូតាមណូអេក្នុងទូកពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិតឯអស់ទាំងសត្វដែលចូលទៅនោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វដែលជាព្រះបានបង្គាប់ដល់ណូអេរួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកចិត្តលុះទឹកជន់លិចផែនដីបាន40 ថ្ងៃហើយបានកាន់តែធំឡើងនោះទូកធំក៏អណ្ដែតផុតពីដីឡើងជំនន់នោះបានមានកម្លាំងក្រៃលែងក៏កាន់តែចម្រើនឡើងជាលើសលប់នៅលើផែនដីហើយទូកនោះបានអណ្ដែតនៅលើទឹកជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដីទាល់ទាំងអស់ទាំងភ្នំខ្ពស់នៅក្រោមមេឃបានលិចបាត់អស់រលីងទៅរួចទឹកក៏ឡើង15 ហត្ថទៀតលិចភ្នំទាំងអស់គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដីទោះទាំងសត្វហើរសត្វស្រុកសត្វព្រៃហើយគ្រប់ទាំងសត្វដែលលូនវានៅដីនិងមនុស្សក៏ស្លាប់ទាំងអស់ដែរគឺគ្រប់ទាំងអស់ដែលមានដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដីក៏ត្រូវផ្លាញលេញទាំងអស់ទៅតាំងពីមនុស្សរហូតដល់សត្វជើង4សត្វលូនវានិងសត្វហើរលើអាកាសនោះត្រូវវិនាសចេញពីផែនដីទាំងអស់នៅសល់តែណូអេនិងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះទឹកធំនោះក៏ទ្រង់នៅលើផែនដីអស់150 ថ្ងៃអាមែន